លោកស្រីអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីប្រទេសកម្ពុជាសម័យអង្គរពីសតវត្សទី9ដល់សតវត្សទី14នៅក្នុងវគ្គទី1នេះលោកអ្នកនាងនឹងបានស្ដាប់ព្រះរាជាដំបូងនៃសម័យអង្គរនិងលទ្ធិទេវរាជក1ព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី2ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែព្រះអង្គទ្រង់បានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីអំណាចជិះជាន់របស់រាជវង្សសៃលេនត្រៈនៃកោះជ្វាផ្ដល់ឯករាជ្យដល់ប្រទេសជាតិហើយទ្រង់បានចាប់ផ្ដើមកសាងមូលដ្ឋានគ្រឹះនៃសម័យដ៏រុងរឿងនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាគឺសម័យមហានគរឬមហាអាណាចក្រខ្មែរនោះឯងព្រះបាទជ័យវរ្ម័នទី2ជាចៅទូតមីងនៃព្រះបាទបុស្ករក្សាដែលទ្រង់បានសាកល្បងដោយគ្មានជោគជ័យក្នុងការបង្រួបបង្រួមមាតុភូមិចេនឡាទឹករបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី2ប្រហែលជាត្រូវភៀសខ្លួនព្រះអង្គក្នុងពេលវឹកវរចលាចលឬក៏បានត្រូវពួកចៅជ្វាចាប់ហើយនាំយកទៅកោះជ្វាទាំងគ្រួសារក្នុងពេលដែលពួកនេះបានចូលមកលុកលុយក្រុងសម្ភុបុរៈនៃចេនឡាទឹកហើយធ្វើគុតព្រះរាជាខ្មែរនៅឆ្នាំ787ហើយរឹបយកនគរខ្មែរដាក់ជាចំណុះកោះជ្វានោះនៅកោះជ្វាព្រះអង្គទ្រង់បានសិក្សាដើម្បីឲ្យបានដឹងច្បាស់អំពីមូលដ្ឋានគ្រឹះនៃសាសនាដែលជាប្រភពអំណាចអធិរាជលោកីរបស់ស្ដេចសៃលេនត្រៈរួចទ្រង់លបយាងត្រឡប់មកមាតុភូមិវិញប្រហែលជានៅក្នុងឆ្នាំ800នៃគ្រិស្តសករាជមុនពេលឡើងសោយរាជ្យដោយមានការគាំទ្រយ៉ាងស្មោះត្រង់និងឃ្លាវខ្លាពីមេទ័ពជាច្រើនព្រះអង្គទ្រង់បានបង្រួបបង្រួមទឹកដីនគរចេនឡាទឹកឲ្យមានឯកភាពនិងរីកចម្រើនយ៉ាងឆាប់រហ័សពេលយាងមកដល់មាតុភូមិដំបូងព្រះអង្គទ្រង់យាងទៅគង់នៅឥន្ទ្របុរៈទំនងជាមានទីតាំងត្រង់បន្ទាយព្រៃនគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាមសប្តាហ៍ថ្ងៃនេះគឺនៅទីនោះហើយដែលព្រះអង្គទ្រង់ទទួលយកព្រាហ្មណ៍សេវកៃវលយៈឲ្យចូលធ្វើជារាជបរហិតរបស់ព្រះអង្គបន្ទាប់ពីឥន្ទ្របុរៈព្រះអង្គទ្រង់យាងទៅគង់នៅម្ដុំខាងជើងបឹងទន្លេសាបជាដំបូងគឺនៅគុតិដែលទំនងជាមានទីតាំងស្ថិតនៅខាងជើងប្រាសាទបន្ទាយក្តីបច្ចុប្បន្នរួចបន្ទាប់មកព្រះអង្គទ្រង់យាងទៅគង់នៅហរិហរាល័យក្នុងស្រុករលួសនៃខេត្តសៀមរាបហើយបន្ទាប់មកទៀតព្រះអង្គទ្រង់ប្ដូរមកគង់នៅអមរិន្ទ្របុរៈដែលទំនងជាមានទីតាំងស្ថិតនៅចំទំនប់ខាងលិចនៃបារាយទឹកថ្លាសប្តាហ៍ថ្ងៃចុងក្រោយបង្អស់ដោយមានព្រាហ្មណ៍សេវកៃវលយៈនិមន្តទៅជាប់ជាមួយជានិច្ចផងព្រះអង្គទ្រង់យាងទៅគង់នៅលើភ្នំគូលែនដែលមានឈ្មោះថាមហិន្ទ្របរពតគឺនៅលើភ្នំគូលែននោះហើយក្នុងអំឡុងឆ្នាំ802នៃគ្រិស្តសករាជដែលព្រះបាទជ័យវរ្ម័នទី2ទ្រង់បានប្រារព្ធធ្វើពិធីទេវរាជក្នុងបំណងធ្វើឲ្យប្រទេសខ្មែរកម្ពុជាទេសបានឯករាជ្យរួចពីចំណុះជ្វាហើយរៀបចំពិធីរាជាភិសេកធ្វើឲ្យព្រះអង្គបានឋានៈជាចក្រវាទិនស្ដេចចក្រវាលឬទេវរាជស្ដេចអាទិទេពដែលពាក្យខ្មែរបុរាណហៅថាកំរៈតេងចក្គុតរាជថែមទៀតផងលទ្ធិទេវរាជពីអាស្រមបទចតបៈដែលលោកចចសឺដេសយល់ថាប្រាសាទខ្នា
ព្រះបាទជ័យវរ្ម័នទី2ទ្រង់បាននិមន្តព្រះគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះហេរញ្ញទាមៈអ្នកប្រាជ្ញខាងវេទមន្តដើម្បីឲ្យព្រះអង្គជួយរៀបចំធ្វើពិធីទេវរាជទៅតាមក្បួនគម្ពីរខាងព្រហ្មញ្ញសាសនាព្រះគ្រូហេរញ្ញទាមៈបានបង្រៀនរាជបរិហិតឈ្មោះសេវៈកៃវលយៈឲ្យចេះចាំស្ទាត់ក្បួនច្បាប់ក្នុងគម្ពីរធំសំខាន់4របស់លទ្ធិព្រាហ្មណ៍គឺវិន័យសិក្ខានិយុត្តរាសមោហៈនិងសេរចេតៈហើយបានបញ្ញត្តិឲ្យរាជគ្រូបរិហិតអនុវត្តតាមក្បួនពិធីទេវរាជខាងសាសនាព្រាហ្មណ៍ឲ្យបានហ្មត់ចត់ល្អឥតខ្ចោះផងព្រះបាទជ័យវរ្ម័នទី2និងព្រះគ្រូព្រាហ្មណ៍ហេរញ្ញទាមៈបានធ្វើសច្ចាថាអំណោះតទៅមានតែសមាជិកគ្រួសារនៃព្រាហ្មណ៍សេវៈកៃវលយៈទេដែលអាចប្ររពធ្វើពិធីទេវរាជនេះបានបើតាមការសន្និដ្ឋានរបស់លោក George Surdes យល់ថាក្នុងចំណោមគម្ពីរសំខាន់ទាំង4នោះមានគម្ពីរមួយគឺគម្ពីរសេរចេតៈដែលបានបង្ហាញផ្លូវថាតើត្រូវធ្វើយ៉ាងណាដើម្បីបញ្ចប់ការជិះជាន់បង្ខិតបង្ខំរបស់បរទេសមកលើប្រទេសខ្មែរនៅពេលដែលពួកជ្វាចូលមកលុកលុយនគរចិនឡាពួកនេះបានធ្វើគុតព្រះរាជាខ្មែរហើយកាត់ព្រះសិរសាព្រះអង្គផងនោះដូច្នេះដើម្បីឲ្យរួចផុតពីអំណាចជិះជាន់របស់ជ្វានេះគេអាចសន្មតថាក្នុងការប្រារព្ធពិធីលើភ្នំគូលែននោះប្រហែលជាមានធ្វើពិធីឧបកិច្ចផ្ដាច់ក្បាលរូបសំណាកស្ដេចជ្វាវង្សសៃលេនព្រះស្របតាមគម្ពីរសេរចេតៈដែលមានន័យថាកាត់ក្បាលដើម្បីជានិមិត្តរូបនៃការប្រកាសឯករាជ្យនគរខ្មែរផងហើយស្របជាមួយនឹងពេលនោះដែរគេរៀបអភិសេកសេវៈលឹងតំណាងធម្មពលច្នៃប្រឌិតដែលគេសន្មតថាបានមកពីព្រះឥសូរតាមរយៈព្រាហ្មណ៍ធ្វើដូច្នេះគេអាចចាត់ទុកថាអាត្មានពិសិដ្ឋរបស់ព្រះរាជាបាននៅសន្ធិដ្ឋក្នុងសេវៈលឹងនោះដែលបានคล้ายជាតំណាងឬនិមិត្តរូបនៃទេវរាជគឺព្រះរាជាទ្រង់คล้ายជាព្រះឥសូរបែងភាគដែលមានអំណាចគ្រប់គ្រងលើសពសត្វចាប់តាំងពីពេលនោះទៅបញ្ជារបស់ព្រះរាជាក៏គឺជាបញ្ជារបស់ព្រះអាទិទេពនោះឯងការគោរពប្រណិប័តនឹងធ្វើតាមបទបញ្ជានឹងនាំមកនូវកុសលផលបុណ្យដល់អ្នកដែលបានអនុវត្តឬប្រព្រឹត្តអំពើនោះដោយហេតុថាព្រះឥសូរមានលំនៅលើភ្នំកៃឡាសសេវៈលឹងដែលជាតំណាងព្រះឥសូរផងនិងជាតំណាងព្រះរាជាផងក៏ត្រូវតែតម្កល់លើភ្នំឬទីខ្ពស់ផងដែរប្រសិនបើគ្មានភ្នំធម្មជាតិទេគេត្រូវកសាងប្រាសាទមានខឿនខ្ពស់ជាភ្នំសពនិមិត្តឬប្រាសាទភ្នំដើម្បីតម្កល់សេវៈលឹងនេះម្យ៉ាងទៀតប្រាសាទភ្នំនេះត្រូវស្ថិតនៅចំកណ្ដាលរាជធានីដែលចាត់ទុកដូចជាភ្នំព្រះសុមេរុជាស្នូលនៃចក្រវាឡថែមទៀតផងឯប្រាសាទភ្នំទី1ដែលសាងឡើងមុនគេបង្អស់ដោយព្រះបាទជ័យវរ្ម័នទី2គឺប្រាសាទអារាមរោងចិនសង់អំពីឥដ្ឋនៅលើភ្នំគូលែននោះឯងនេះបើតាមឯកសារលោកត្រង់ងារគេមិនបានដឹងថាព្រះបាទជ័យវរ្ម័នទី2ទ្រង់គង់លើភ្នំគូលែនអស់រយៈពេលប៉ុន្មានឆ្នាំទេព្រះអង្គទ្រង់ឡើងសោយរាជ្យពីឆ្នាំ802ហើយចុងក្រោយបំផុតព្រះអង្គទ្រង់យាងត្រឡប់ទៅគង់នៅហរិហរឡ័យគឺរលួសវិញទ្រង់នាំយកទាំងលឹងទេវរាជទៅជាមួយផងគឺនៅហរិហរឡ័យនេះហើយដែលព្រះអង្គទ្រង់សោយទីវង្គតនៅឆ្នាំ850ឬ854នៃគ្រិស្តសករាជដោយទ្រង់ទទួលព្រះមរណនាមថាបរាមេស្វរៈលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះរាជាដំបូងនៃសម័យអង្គរនិងលទ្ធិទេវរាជនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះរាជានៅសម័យអង្គរជាបន្តទៅទៀត